បើសិនជាយើងមិនធ្វើវីដេអូបញ្ជ្រាបដើម្បីចូលរួមផ្សព្វផ្សាយទេខ្ញុំគិតថាសង្គមជាតិរបស់យើងនឹងធ្លាក់ចុះនៅពេលដែលមានអ្នកគ្រប់គ្រងទៅលើការផលិតមាតិកាបែបជេរបចោទើបមានអ្នក share ច្រើនគឺងាកទៅមើលតែរឿងដែលអសិលធម៌រឿងដែលជេរបចោរឿងដែលហែកហួរទោះបីជាគាត់គិតថាអត់មានអ្នកមើលក៏ដោយប៉ុន្តែខ្ញុំលើកទឹកចិត្តគាត់ធ្វើរហូតយើងធ្វើរហូតកំបាក់ទឹកចិត្តយើងធ្វើបន្តរហូតដល់ថ្ងៃណាមួយយើងបដូរផ្នត់គំនិតពួកគាត់ដើម្បីពួកគាត់គ្រប់គ្រងហើយយើងកុំ like យើងកុំ share យើងកុំ comment ទៅលើវីដេអូណាដែលអាភាសដែលជេរបចោដែលថាប៉ះពាល់ដល់សង្គមជាតិខ្ញុំគិតថាថ្ងៃក្រោយពួកគាត់លែងធ្វើហើយនោះអារឿងដែលអសិលធម៌ទាំងឡាយដែលអាចនិយាយបានថាជារឿងមួយដែលបំផ្លាញដល់សង្គមជាតិនឹងថយចុះហើយចាឥឡូវនេះយើងបន្តមកប្រធានបទយើងបន្តមកទៀតគឺថាយើងនិយាយពីផលិតរឿងអប់រំហេតុអីអត់មានអ្នកមើលចាឥឡូវបងសុំសួរទៅអូនតើយល់យ៉ាងម៉េចដែរនៅក្នុងបច្ចុប្បន្នឥឡូវនេះដែលអ្នកផលិតករមួយចំនួនដែលគាត់ព្យាយាមក្នុងការផលិតរឿងអប់រំមែនតែនប៉ុន្តែអត់មានអ្នកមើលចាជាក់ស្ដែងក៏ខ្ញុំមើលឃើញអញ្ចឹងដែរមិនថាជាការផលិតជាសាច់រឿងខ្លីឬក៏ជាការផលិតមាតិកាបែបអប់រំខ្ញុំឃើញថាសង្កេតឃើញថាមិនសូវជាមានអ្នកគ្រប់គ្រងទេប៉ុន្តែបែរជាទៅគ្រប់គ្រងជាមួយនឹងការផលិតមាតិកាឬក៏រឿងអប់រំណាដែលជារឿងបែបអសិលធម៌ពាក្យសម្ដីមិនព្រោះអាហ្នឹងគេហៅថាសម្ដីក្រោតក្រៀតណាខ្ញុំឃើញច្រើនអញ្ចឹងហើយបានយើងលើកយកបញ្ហានេះមកនិយាយទៅចែកគ្នានៅក្នុងកម្មវិធីរបស់យើងពីព្រោះដោយសារបើសិនជាយើងមិនធ្វើវីដេអូបញ្ជ្រាបដើម្បីចូលរួមផ្សព្វផ្សាយទេខ្ញុំគិតថាសង្គមជាតិរបស់យើងនឹងធ្លាក់ចុះនៅពេលដែលមានអ្នកគ្រប់គ្រងទៅលើការផលិតមាតិកាបែបជេរបចោទើបមានអ្នក share ច្រើនមែនតើទៅបើសិនជាយើងជាមហាជនដែលកំពុងតាមដានទស្សនាជាមួយនឹងទូរទស្សន៍ពីរទូរទស្សន៍មួយអប់រំទូរទស្សន៍មួយអត់ដូចថាអសិលធម៌ចោះចារឿងដែលអត់ល្អវារឿងដែលប៉ះពាល់ដល់សង្គមខ្លាំងទៅលើការជេរបចោឬក៏ធ្វើ content អីមួយតតែជេរគ្នាតតែសិក្សាតតែហែកហួរគ្នាទៅមានអ្នកគ្រប់គ្រងអញ្ចឹងអាទូទស្សន៍មួយទៀតដែលគាត់ខំចំណាយដើមទុនចំណាយតួចំណាយទៅលើសពគ្រប់បែបយ៉ាងដើម្បីឲ្យវីដេអូមួយហ្នឹងមានគុណភាពប៉ុន្តែនៅក្នុងខ្លឹមសារអត់សូវមានអ្នកគ្រប់គ្រងចាអញ្ចឹងគាត់អត់មានអ្នក sponsor គាត់អត់មានអ្នកផ្សាយពាណិជ្ជកម្មអត់មានអ្នកចូលរួម support គាត់ព្រោះដោយសាររឿងរបស់គាត់មានអ្នកគ្រប់គ្រងផងហ្នឹងអញ្ចឹងបណ្ដា sponsor ផ្សេងៗក៏គេអត់ហ៊ានចូលរួមជាមួយគាត់ដែរអញ្ចឹងធ្វើឲ្យផលិតករមួយចំនួនគាត់បាក់ទឹកចិត្តនៅពេលដែលបាក់ទឹកចិត្តអញ្ចឹងអារឿងអប់រំទាំងឡាយហ្នឹងវាកាន់តែថយចុះអញ្ចឹងវាទៅជាកើនឡើងណាទូទស្សន៍មួយទៀតដែលតែងតែផ្សព្វផ្សាយទៅលើរឿងដែលអាភាសរឿងដែលអសិលធម៌រឿងដែលជេរបចោរឿងដែលដូចថាសង្គមមិនទទួលស្គាល់ទៅជាមានអ្នក support មានអ្នកចូលរួមគ្រប់គ្រងមានអ្នក sponsor មានអ្នកផ្សាយពាណិជ្ជកម្មចាអញ្ចឹងធ្វើឲ្យអាសង្គមជាតិរបស់យើងនេះទទួលយកនៅតែរឿងបែបហ្នឹងចាបាននិយាយឲ្យចំទៅមែនតែនទៅគឺបងសប្តាហ៍ថ្ងៃនេះក៏ផលិតនៅរឿងអប់រំខ្លីៗដែរចាប៉ុន្តែដូចដែលអូនបានលើកឡើងមិនអញ្ចឹងគឺថាយើងព្យាយាមក្នុងការផលិតរឿងអប់រំជាច្រើនហើយឥឡូវនេះគឺយើងសម្រាប់បងផ្ទាល់ក៏មានការបាក់ទឹកចិត្តដែរពួកគេងាកទៅមើលតែរឿងដែលអសិលធម៌រឿងដែលជេរបចោរឿងដែលហែកហួរចោជេរគ្នាមិនមានអ្នកមើលចាដល់ពេលយើងអ្នកផលិតយើងបាក់ទឹកចិត្តដែរហើយណាមួយទៀតដូចនិយាយមិញអញ្ចឹងគឺ sponsor ក៏គេមើលទៅតាមនឹងដែរចាមហាជនគេងាកអារម្មណ៍ទៅខាងណាគឺគេត្រូវតែ sponsor ទៅខាងនោះចាចឹងហើយនឹងអ្វីដែលខ្ញុំលើកឡើងបើសិនជាមហាជនមួយចំនួនជាពិសេសយុវវ័យគាត់បដូរផ្នត់គំនិតរបស់គាត់ណាចឹងបានខ្ញុំព្យាយាមខ្ញុំនិយាយត្រង់ក្នុង page របស់ខ្ញុំក៏ដោយនៅពេលដែលខ្ញុំជួបបងប្អូនសិល្បករផលិតមាតិកាផ្សេងក៏ដោយខ្ញុំថាខ្ញុំលើកទឹកចិត្តឲ្យគាត់ព្យាយាមផលិតនៅរឿងភាគខ្លីក៏ដោយឬក៏មាតិកាអីពាក់ព័ន្ធនឹងការអប់រំឲ្យបានច្រើនពីព្រោះដោយសារខ្ញុំគ្រប់គ្រងទោះបីជាគាត់គិតថាអត់មានអ្នកមើលក៏ដោយប៉ុន្តែខ្ញុំលើកទឹកចិត្តគាត់ធ្វើរហូតយើងធ្វើរហូតកំបាក់ទឹកចិត្តយើងធ្វើបន្តរហូតដល់ថ្ងៃណាមួយយើងបដូរផ្នត់គំនិតពួកគាត់ដើម្បីពួកគាត់គ្រប់គ្រងព្រោះមែនតែនទៅបើសិនជាមហាជនឬក៏យុវវ័យមួយចំនួនគាត់បដូរមកគ្រប់គ្រងជាមួយរឿងអប់រំហើយយើងកុំ like យើងកុំ share យើងកុំ comment ទៅលើវីដេអូណាដែលអាភាសដែលជេរបចោដែលដូចថាប៉ះពាល់ដល់សង្គមជាតិខ្ញុំគិតថាថ្ងៃក្រោយពួកគាត់លែងធ្វើហើយ
ហើយជាពិសេសអ្នក sponsor ដូចថាបងដែល online ចា យើងសម្លឹងមើលទៀតសម្លឹងមើលថាតើ influencer ណាឬក៏សិល្បករណាឬក៏អ្នកផលិតមាតិកាណាដែលគាត់តែងតែចែករំលែកនៅរឿងល្អៗរឿងវិជ្ជមានឬក៏រឿងដែលជួយលើកដំកើងជួយដល់សង្គមជាតិយើងលើកទឹកចិត្តគាត់យើងរើសគាត់យើងផ្ដល់ឱកាសឲ្យគាត់ចាដើម្បីឲ្យគាត់មានឱកាសក្នុងការធ្វើអ្វីដែលល្អពីព្រោះដោយសារនេះយើងគិតថាវាជាចំណុចតូចប៉ុន្តែវាជាផ្នែកមួយសំខាន់បំផុតទៅលើការផ្សព្វផ្សាយបើសិនជាការផ្សព្វផ្សាយរបស់យើងធ្លាក់ចុះសង្គមជាតិរបស់យើងធ្លាក់ចុះអញ្ចឹងយើងធ្វើរឿងដែលល្អទៅអប់រំមកពាក់ព័ន្ធសិលធម៌អប់រំនៅតាមទីវត្តអារាមយើងចូលទៅវត្តអារាមយើងត្រូវមានការសំពះយ៉ាងម៉េចយើងមានអេយ៉ាបតយ៉ាងម៉េចយើងស្លៀកពាក់យ៉ាងម៉េចសម្ដីសម្ដៅយើងយ៉ាងម៉េចខ្ញុំគិតថាល្អមែនតើនេះគ្រាន់តែជាផ្នែកមួយដែលខ្ញុំគិតអញ្ចឹងយើងនៅការអប់រំតាមសាលារៀនការអប់រំនៅក្នុងកន្លែងការងារឬក៏ការអប់រំនៅក្នុងរង្វង់ការងារសិល្បៈពីព្រោះយើងសង្កេតឃើញថាសង្គមធម៌របស់យើងសិលធម៌របស់យើងធ្លាក់ចុះគឺវាស្ដែងចេញទៅលើការផ្សព្វផ្សាយនេះឯងអញ្ចឹងបើយើងចូលរួមទាំងអស់គ្នាជាពិសេសសំខាន់បំផុតគឺបងប្អូនមហាជនតែម្ដងបើសិនជាគាត់គ្រប់គ្រងទៅលើអ្វីដែលជារឿងដែលល្អសម្រាប់សង្គមជាតិនោះអារឿងដែលអសិលធម៌ទាំងឡាយដែលអាចនិយាយបានថាជារឿងមួយដែលបំផ្លាញដល់សង្គមជាតិនឹងថយចុះហើយព្រោះពួកគាត់គឺជាបុគ្គលមួយដែលសំខាន់ជាកត្តាមួយដែលសំខាន់បំផុតទៅលើការគ្រប់គ្រងទាំងអស់ហ្នឹងចាហើយខ្ញុំកំពុងតែគិតដែរថាខ្ញុំនឹងបញ្ជ្រាបបែបណាដើម្បីឲ្យសង្គមជាតិរបស់យើងគឺទទួលបានព្រោះដោយសារពួកយើងទោះបីជាយ៉ាងណាក៏ដោយក៏យើងមាន follower ច្រើនយើងមានឥទ្ធិពលអញ្ចឹងទោះបីជាពេលខ្លះយើងផុសទៅខ្ញុំលើកទឹកចិត្តបងហ្មងបងជាផលិតករមួយរូបជានារីទៀតកុំបាក់ទឹកចិត្តបងព្យាយាមធ្វើទៀតធ្វើខ្ញុំជឿថាថ្ងៃណាមួយបងនឹងទទួលបានជោគជ័យពីព្រោះដោយសារនៅពេលដែលខ្ញុំបន្តិចទៅបងបន្តិចទៅឬក៏ influencer ផ្សេងដែលគាត់តែងផលិតរឿងអប់រំរឿងពាក់ព័ន្ធជាមួយនឹងការជួយលើកដំកើងសង្គមជាតិបន្តិចអ្នកនោះមហាជនគាត់នឹងទទួលយកបានហើយគាត់នឹងចូលរួម support យើងនៅក្នុងថ្ងៃណាមួយហើយតាមបណ្ដាបងដែលគាត់ជាផលិតករសុំតជាអ្នកជួយ sponsor ចាជាបង online ក៏ដោយសូមជួយគ្រប់គ្រងទៅលើសិល្បករឬក៏ influencer ណាដែលគាត់តែងតែផលិតនៅរឿងដែលទទួលបាននៅការអប់រំខ្ពស់សម្រាប់សង្គមជាតិចាល្អបើសិនជាទាំងអស់ហ្នឹងពួកយើងអាចធ្វើបានមែនគឺថាល្អយើងមានការអភិវឌ្ឍមិនមែនថានៅតែប៉ុណ្ណឹងចង់និយាយថាពីសិលធម៌ធម្មតាសាលារៀនអីមានអស់ហើយប៉ុន្តែអ្វីដែលយើងអាចជួយបន្ថែមបានគឺយើងជួយយើងមានទូនីតិជាពលរដ្ឋល្អយើងអាចធ្វើអីដែលយើងអាចធ្វើបានដូចបងអញ្ចឹងបងជាមនុស្សស្រីម្នាក់ហើយអ្វីដែលបងអាចធ្វើបានគ្រាន់តែថាផលិតរឿងអប់រំទោះបីជាគាត់មើលមិនមើលប៉ុន្តែគាត់ថាយើងបានធ្វើចាអញ្ចឹងចាប់ផ្ដើមពីមហាជនចាប់ផ្ដើមពីបងប្អូនទាំងអស់គ្នាយើងចូលរួមហើយយើងគិតឡើងវិញយើងមើលទៅថាចំណុចណាដែលល្អយើងចាប់ផ្ដើមពីខ្លួនយើងអ្នកបន្តិចទៅបងជឿថាថ្ងៃណាមួយនឹងជោគជ័យជឿថាថ្ងៃណាមួយនឹងមានមហាជនគ្រប់គ្រងហើយក៏ដូចជាបញ្ជ្រាបចូលនៅក្នុងផ្នែកកំណត់របស់បងប្អូនក្មួយដែលគាត់ជា Gen Z ជាក្មេងៗស្នររិស័យណាចាហ្នឹងហើយអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាយើងជួយលើកដំកើងគ្នាទៅដើម្បីមិនថាតែបងទេឲ្យមានកម្លាំងក្នុងការផលិតគឺផលិតករផ្សេងទៀតចាហើយមួយវិញទៀតការអប់រំមិនមែនសំដៅទៅលើតែបងប្អូនដែលផលិតមាតិកាការអប់រំពាក់ព័ន្ធជាមួយនឹងសិលធម៌ជីវធម៌សង្គមរស់នៅបច្ចុប្បន្ននេះក៏វាសបញ្ជាក់ទៅលើទម្លាប់នៃការរស់នៅរបស់យើងបច្ចុប្បន្នដែរអញ្ចឹងមិនចាំបាច់តតែធ្វើវីដេអូទើបយើងជួយផ្សព្វផ្សាយការអប់រំទេសូម្បីតែសកម្មភាពរបស់យើងរាល់ថ្ងៃមានន័យថាការជួបគ្នាក្នុងទំនៀមទម្លាប់ខ្មែររបស់យើងគឺស្នាមញញឹមជាមួយលើកដៃសំពះអញ្ចឹងអានេះវាគឺជាឥរិយាបថមួយដែលល្អបំផុតដែលយើងជាការផ្សព្វផ្សាយនៃសកម្មភាពសង្គមសពថ្ងៃ